ជាងឡានមកធ្វើអីខ្ញុំមិនដឹងដែរប៉ុន្តែព្រឹកមិញបងចំនួនថាពុកម្ដាយគាត់រវល់ដល់ពេលទទួលភ្ញៀវនេះនឹងរកគេមកចំនួនឲ្យជួយទទួលភ្ញៀវសួស្ដីអ្នកនាងយ៉ាងមិនទៅហើយសុខភាពធម្មតាទេចាអរគុណដែលជួយបារម្ភអ្នកជំងឺដូចខ្ញុំមិនចាំបាច់ចាក់ថ្នាំរបស់លោកក៏នៅទៅជាប្រកាសជាអញ្ចឹងប៉ុន្តែខ្ញុំសួរអ្នកនាងក្នុងនាមជាគ្រូពេទ្យតាមិនមែនក្នុងនាមជាឪពុកកូនប្រុសទេបើក្នុងនាមឪពុកកូនប្រុសខ្ញុំត្រូវហៅអ្នកនាងថាតឡងណាតឡងក្រម៉ាហេតុមិនក៏ដូចជាស្ងាត់គ្មានភ្ញៀវម្នាក់អញ្ចឹងមែនវៃដូចជាស្ងាត់មែនវៃអ្នកគ្នាទៅមើលខាងក្នុងមកផ្លែតណាទៅមើលរីយ៉ាដូចជាអត់ឃើញភ្ញៀវណាម្នាក់សោះអញ្ចឹងក្រែងគេមិនតាន់មកទៀតនឹងចន្ទគ្រាមិនដែលអញ្ចឹងទេឯងមានបានសួរខាងស្រីទេតាមសន្ទុះភ្ញៀវខាងស្រីចំនួនតុកនេះចង់ខ្វះផងមិនបាននិយាយភ្ញៀវយើងទេព្រោះយើងអត់មានបានហៅអ្នកណាចំនួនតុកនេះគឺសម្រាប់តែភ្ញៀវខាងស្រីប៉ុណ្ណឹងតាបាត់ភ្ញៀវខាងប្រុសមកប្រកាសជាពេញតុកអស់ហើយឬគេច្រឡំថ្ងៃការតែដឹងច្រឡំយ៉ាងម៉េចបងចំនួនថាភ្ញៀវគាត់បើហៅច្រើនណាភ្ញៀវខាងយើងអត់ហៅទេចាំមើលតែភ្ញៀវខាងប្រុសតាតុករៀបចំស្អាតភ្លឹងមើល1 2 3 4 5មានតុកអត់មនុស្សអូអត់ភ្ញៀវអាលីង7 12 13 6 7អត់ភ្ញៀវម្នាក់ទេអូអាខាងចុងនោះក៏អត់ម្នាក់ទៀតធ្វើអ្វីទៅអើយចង់បើស៊ីហើមពួយដល់ប៉ុណ្ណាតែយ៉ាបែបស្រួលតែដឹងគ្មានអ្នកណាមកម្នាក់សោះអញ្ចឹងខ្ញុំពិបាកចិត្តណាស់កុំមកខ្ញុំទៅសួរខាងប្រុសសិនអេលោកប៉ែនភ្ញៀវខាងលោកដូចជាភ្ញៀវខាងខ្ញុំអត់អីទេប៉ុន្តែភ្ញៀវខាងអ្នកនាងចាភ្ញៀវខាងខ្ញុំក៏អត់អីដែរភ្ញៀវខាងលោកប៉ែនអត់អីយ៉ាងម៉េចចារាយយ៉ាថាចំនួនទទួលរ៉ាប់រងរឿងភ្ញៀវបានន័យថាខាងអ្នកនាងអត់បានជើញភ្ញៀវឲ្យមកទេចាអត់ទេរឿងភ្ញៀវខាងលោកប៉ែនតាអាយ៉ាអូមិនក៏នាងនិយាយអញ្ចឹងរាយយ៉ាស្លាប់ហើយមួយជាន់នេះខាងប្រុសគេអត់ហៅភ្ញៀវទេថាម៉េចមានថាម៉េចក្រែងឯងនិយាយជាមួយរាយយ៉ាច្បាស់ហើយថាខាងយើងអត់ហៅភ្ញៀវទេឥឡូវហេតុមិនក៏អញ្ចឹងអស់ចាបានន័យថាខាងស្រីអត់មានហៅភ្ញៀវមែនណែធ្វើយ៉ាងម៉េចទៅបត់ភ្ញៀវទៅចូលមានរឿងអីអត់ភ្ញៀវអូអត់ភ្ញៀវស្រួលហើយវាមិនសូវខាតយើងតោះយើងទៅផ្ទះវិញណែទៅផ្ទះយ៉ាងម៉េចចុះរឿងថ្លៃម្ហូបនោះរឿងម្ហូបនៅតែម្ហូបទៅមានអាណាតន់ប៉ះពាល់អីបន្តិចនិយាយចឹងមិនកើតម្ហូបតែធ្វើឲ្យត្រូវតែគិតលុយអីទេចង់ធ្វើវាភ្លក់ឲ្យវាគិតលុយខ្លួនវាទៅអូមានតន់បានអាណាស៊ីអីមួយម៉ាត់គិតលុយយ៉ាងម៉េចហ่ะ